はいじゃあ皆さん、こんにちは。ថ្ងៃហ្នឹងយើងធ្វើការមកកែលម្ហាត់ Ningen no Songen to Chiritsu ហើយយើងមកកែទាំងអស់គ្នាទៅតោះ問題1問題1両者の生活の質 QOL の高めるための介護実践に関する次の技術のうち最も適切なものを一つ選びなさい。はい សម្រាប់លំហាត់ក្នុងមុនដៃជីនេះគឺគេចង់ឲ្យយើងជ្រើសរើសយកនៅចម្លើយមួយដែលត្រឹមត្រូវបំផុតអំពីការពណ៌នាថាតើយើងគួរធ្វើម៉េចដើម្បីធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់របស់យើងហ្នឹងគឺកាន់តែខ្ពស់បញ្ជាស្រួលស្ដាប់ទៅគឺកាន់តែល្អប្រសើរឡើងណាហើយតែអញ្ចឹងយើងអានចម្លើយដែលគេឲ្យយើងរើសទាំងអស់គ្នាតោះ1番、両者の日常生活動作、ADR の交渉が最も重要であるអញ្ចឹងសម្រាប់ចម្លើយទី1នេះគឺគេចង់បានន័យថាការដែលយើងធ្វើការកែលម្អនៅទម្លាប់រស់នៅប្រចាំថ្ងៃរបស់គាត់ហ្នឹងគឺជារឿងដែលត្រូវធ្វើជាចាំបាច់ឬគឺជារឿងដែលសំខាន់អញ្ចឹងទៅ ADL ហ្នឹងគឺនិច្ចយោសេកាត់ស៊ីដូសាណាគឺជាសកម្មភាពជីវិតរស់នៅប្រចាំថ្ងៃហើយរបស់អ្នកប្រើប្រាស់ហើយ 2番に空気でセータ両者の生活の質 QOL の評価は介護福祉職の満足度を重視するតោះអញ្ចឹងក្នុងចម្លើយទី2នេះគឺគេចង់បានន័យថាអញ្ចេះក្នុងការវាយតម្លៃនៅក្នុងគុណភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់របស់យើងហ្នឹងណា QOL ហ្នឹងក្នុងការវាយតម្លៃហ្នឹងឲ្យតែ Kaigo ហ្វូគូស៊ីសូគឺអញ្ចឹងបានន័យថាអ្នកធ្វើការថែទាំហ្នឹងគាត់មានអារម្មណ៍ថាធ្វើអញ្ចឹងទៅល្អគឺបានន័យថាល្អហើយអូខេហើយតោះលេខ3គឺគេទៅសេថាសានបង介護実践は両者家族の思いを中心に考えるហើយសម្រាប់សានបងនេះគឺគេចង់បានន័យថាអញ្ចេះនៅក្នុងការអនុវត្តការថែទាំជាក់ស្ដែងហ្នឹងខៃរូបចិត្តសែនហ្នឹងនៅក្នុងការអនុវត្តការថែទាំជាក់ស្ដែងហ្នឹងគឺយកការគិតរបស់គ្រួសារអ្នកប្រើប្រាស់មិនមែនយកការគិតរបស់អ្នកប្រើប្រាស់ទេណាអញ្ចឹងគឺយកការគិតរបស់គ្រួសាររបស់អ្នកប្រើប្រាស់ហ្នឹងគឺជាអឺជឿសៀនគឺជារឿងចម្បងដែលត្រូវយកមកគិតអញ្ចឹងណាអញ្ចឹងគឺគេចង់បានន័យថាបើសិនជាគ្រួសារនឹងចង់ឲ្យថែទាំរបៀបម៉េចគឺធ្វើការថែទាំទៅតាមការចង់បានរបស់គ្រួសារនឹងឯងはい。と4番、介護内容を検討するときは、利用者本人の思いを大切にする。សម្រាប់4番នេះគឺខុសពី3បានកន្លែងនេះគឺ4បាងនេះគឺចង់ប្រាប់យើងថាអញ្ចេះនៅក្នុងការពិចារណាអំពីអអត្តន័យនៃការថែទាំតើកូរ៉េខារ៉ាំងតើចាប់ពីពេលនេះទៅហ្នឹងតើយើងគួរទៅធ្វើការថែទាំឲ្យគាត់របៀបមិនអីហ្នឹងកន្លែងនៅពេលដែលយើងចង់ធ្វើការពិចារណាកន្លែងហ្នឹងគឺយើងត្រូវធ្វើការយកការគិតរបស់រាយសហហ៊ុននេះត្រូវយកការរាយសហត្រូវធ្វើការយកការគិតរបស់ហ៊ុននេះហ្នឹងគឺជាចំណុចសំខាន់អញ្ចឹងបានន័យថាបើសិនជាហ៊ុននេះនឹងចង់ធ្វើម៉េចត្រូវធ្វើទៅតាមអ្វីដែលហ៊ុននេះនឹងចង់បានហើយតោះក៏បាន 語版に空気でセーター勝ちの基準はすべての利用者に同じものを用いる。ចាអញ្ចឹងសម្រាប់語版នេះគឺគេចង់និយាយអំពីតម្លៃនៅក្នុងគុណភាពបើយើងនិយាយស្រួលស្ដាប់ទៅអំពីការថែទាំរបស់យើងហ្នឹងអញ្ចឹងគឺគេចង់បានន័យថាអញ្ចេះនៅក្នុងកន្លែងថែទាំរបស់យើងហ្នឹងមិនថាមនុស្សចាស់ជរាប្រភេទណាទេចាស់ប្រុសចាស់ស្រីឬក៏មនុស្សពិការអីដែលនៅក្នុងកន្លែងដែលយើងថែទាំហ្នឹងគឺធ្វើការផ្ដល់នៅសេវាកម្មថែទាំហ្នឹងដូចគ្នាហើយហ្នឹងគឺសម្រាប់ចម្លើយទី5តែអញ្ចឹងកន្លែងនេះចម្លើយដែលត្រឹមត្រូវហ្នឹងគឺចម្លើយលេខ4ហើយតោះអញ្ចឹងហេតុអីបានលេខ4ត្រូវអញ្ចឹងយើងសូមអានពីលេខ1ឡើងវិញមកតោះលេខ1両者の日常動作日常生活動作エリアの交渉が最も重要であるតោះកន្លែងហ្នឹងហេតុអីបានខុសគឺវាខុសត្រង់ថាគឺត្រូវធ្វើការអីគេធ្វើការកែតម្រូវនៅADL ឬក៏ Nichio Dosa Kojo កន្លែងនេះតើហេតុអីបានការធ្វើការកែលម្តម្រូវឬកែលម្អនៅនិជយោសេកាត់ស៊ីដូសាររបស់រយោឆានឹងគឺមិនត្រឹមត្រូវមូលហេតុដោយសារតែកាលណាយើងធ្លាប់រស់នៅអឺ
បែបណាគឺនៅក្នុងពេលអនាគតទៅយើងប្រកាសជាចង់រស់នៅបែបហ្នឹងតទៅមុខទៀតអញ្ចឹងណាឧទាហរណ៍ថាជាទូទៅយើងតែងតែងើបនៅពេលព្រឹកម៉ោង8ញ៉ាំបាយថ្ងៃត្រង់នៅម៉ោង12ញ៉ាំបាយល្ងាចនៅម៉ោង5អីចឹងទៅប៉ុន្តែនៅពេលដែលយើងចូលទៅក្នុងកន្លែងថែទាំស្រាប់តែគេថាអត់ទេអ្នកឯងធ្វើអញ្ចឹងអត់ត្រូវនឹងកន្លែងថែទាំរបស់យើងរបស់ខ្ញុំទេអញ្ចឹងអ្នកឯងត្រូវតែងើបអឺពេលព្រឹកនៅម៉ោង6ព្រឹកដើម្បីមកញ៉ាំបាយហើយពេលបាយពេលថ្ងៃអញ្ចឹងត្រូវញ៉ាំបាយនៅម៉ោង10អីចឹងទៅ អញ្ចឹងកន្លែងហ្នឹងគឺវាអត់ត្រឹមត្រូវទេបើយើងធ្លាប់បានរៀនមេរៀនយើងនឹងដឹងហើយកាលណាថាក្នុងកន្លែងការថែទាំរបស់យើងហ្នឹងគឺយើងត្រូវគឺធ្វើការថែទាំទៅឲ្យអ្នកប្រើប្រាស់របស់យើងហ្នឹងទៅតាមអ្វីដែលស័ក្តិសមនឹងគាត់តនបានឯកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងរីយ៉ូសាណូនីឈីយ៉ូសេកាត់ស៊ូដូសាណូខូជូអញ្ចឹងកន្លែងហ្នឹងគឺអត់ត្រឹមត្រូវទេណាហើយតោះសម្រាប់នេះបាន リバンク系で生産両者の生活の質、QOL の評価は、介護福祉職の満足度を重視する。ចឹងគឺគេចង់បានន័យថាឲ្យការដែលវាតម្លៃគុណភាពជីវិតរស់នៅរបស់អ្នកប្រើប្រាស់ហ្នឹងឲ្យតែ Kaigo Fukushi អ្នកបុគ្គលិកថែទាំនឹងពេញចិត្តគឺអឺបានន័យថាល្អហើយអូខេហើយណាអញ្ចឹងកន្លែងហ្នឹងគឺខុសត្រង់ថាអឺ Kaigo Fukushi の満足度តោះកន្លែងហ្នឹងគឺអត់ត្រឹមត្រូវទេណាហើយអ่ะមូលហេតុអីបានអត់ត្រឹមត្រូវគឺដោយសារតែការវាយតម្លៃនៅគុណភាពជីវិតរបស់អ្នកប្រើប្រាស់ហ្នឹងគឺត្រូវធ្វើដោយមិនមែនធ្វើតែខៃកូហ្វគឺស៊ីឈុកគឺតែម្នាក់ឯងទេត្រូវមានអឺអ្នកធ្វើការក្នុងក្រុមនឹងជាច្រើនទៀតដូចជាមានជាខៃកូហ្វគឺស៊ីឈុកខៃកូឈុកគឺខាងកូសានឬក៏ care manager អីជាដើមអញ្ចឹងណាហ៊ុននេះនេះផងដែរក៏រាប់នៅក្នុងនឹងដែរអញ្ចឹងណា អញ្ចឹងតើកាលណាតើខៃក៏ focus ឈប់គឺតែម្នាក់ឯងពេញចិត្តថាល្អគឺអត់ត្រឹមត្រូវទេបើកន្លែងហ្នឹងគេបដូរពីពាក្យថាខៃក៏ focus ឈប់គឺមកដាក់ពាក្យថាហ៊ុននិនម៉ាន់សុកគឺដកជឺស៊ីស្រឹកគឺកន្លែងហ្នឹងគឺអាចនឹងត្រឹមត្រូវច្រើនណាហើយតោះអញ្ចឹងយើងមកមើលសានបាំង介護実践は利用者家族の思いを中心に考えるはいតោះសម្រាប់សានបាំងនេះគឺគេចង់ប្រាប់យើងថាអញ្ចេះនៅក្នុងការអនុវត្តការថែទាំជាក់ស្ដែងហ្នឹងគឺយើងត្រូវធ្វើការយកនៅការគិតរបស់គ្រួសារហ្នឹងជាធំដោយមិនខ្វល់ពីការគិតរបស់ហ៊ុននីនរីយ៉ូចាហ៊ុននីននេះណាអ្នកប្រើប្រាស់ផ្ទាល់ហ្នឹងទេគឺត្រូវយកការគិតរបស់គ្រួសារមកធ្វើជារឿងដែលត្រូវធ្វើទៅតាមវិញអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺខុសហើយគឺខុសត្រង់ពាក្យថារីយ៉ូចាខាសុគហើយតោះណានេះតោះហេតុអីបានកន្លែងហ្នឹងខខុសរីអូសានូខាសុគមួយជឿស៊ីនឹងហេតុអីបានវាខុសដោយសារតែប្រការណាអ្នកប្រើប្រាស់យើងត្រូវអ្នកប្រើប្រាស់ហ្នឹងគឺជាចាស់ជរាមិនមែនជាគ្រួសាររបស់ចាស់ជរាទេអញ្ចឹងតែកាលណាយើងយកការគិតរបស់គ្រួសាររបស់គាត់យកមកអញ្ចឹងអាចពេលខ្លះធ្វើឲ្យវាមិនស័ក្តិសមជាមួយនឹងអ្នកប្រើប្រាស់របស់យើងរាយសារបស់យើងអញ្ចឹងគឺយើងត្រូវធ្វើការយកការគិតអ្នកប្រើប្រាស់នឹងជាធំបើកន្លែងនេះលុបពាក្យខាសុគុចោលយើងដាក់តាពាក្យថា介護実践は利用者の思いを中心に考えるកន្លែងហ្នឹងគឺភាគរយត្រូវច្រើនណាហើយអញ្ចឹងយើងចាំទាំងអស់គ្នាណាមើលខាសូគុនឹងការគិតរបស់គាត់ក៏វាសំខាន់ដែរសម្រាប់ការអនុវត្តជាក់ស្ដែងអញ្ចឹងណាប៉ុន្តែតើកាលណាយកតែបោះខាសូគុសុទ្ធពេកគឺវាអត់ត្រឹមត្រូវវាអត់ត្រូវនឹងសសភាពការរបស់រយោសារបស់យើងហើយតើអញ្ចឹងលេខ3យើងបញ្ចប់ត្រឹមហ្នឹងទៅយើងចូលទៅដល់យ៉ងបាំងនេះគឺជាចម្លើយដែលត្រឹមត្រូវយ៉ងបាំងនេះគឺគេសរសេរថាខៃហ្គោណៃយ៉ូអូខេងតូするときは利用者本人を思いを大切にするហើយអញ្ចឹងគឺគេចង់បានន័យថានៅពេលដែលយើងធ្វើការគិតឬក៏ពិចារណាអំពីអត្ថន័យក្នុងការថែទាំតើពីពេលនេះទៅហ្នឹងតើយើងគួរធ្វើការថែទាំប្រគាត់នឹងរបៀបម៉េចអីអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺយើងត្រូវតែយកការគិតរបស់ Ryo Shahonin ហើយកន្លែងនេះ Ryo Shahonin ហ្នឹងគឺយើងត្រូវតែយកការគិតរបស់គាត់ហ្នឹងមកធ្វើជាធំហេតុអីបានត្រូវយកការគិតរបស់គាត់ហ្នឹងជាធំគឺមូលហេតុគឺដោយសារតែអ្នកប្រើប្រាស់ហ្នឹងគឺជាខ្លួនគាត់ផ្ទាល់តើនេះអ្នកទាំងអស់គ្នា សំស្រីតិចហើយតែអញ្ចឹងដោយសារតែយើងធ្វើការថែទាំហ្នឹងគឺរយោសាហ៊ុននេះនឹងផ្ទាល់អញ្ចឹងយើងត្រូវតែយកការគិតរបស់គាត់ហ្នឹងគឺជារឿងសំខាន់ណាហើយអញ្ចឹងកន្លែងហ្នឹងគឺមានប៉ុណ្្នឹងឯងតោះអញ្ចឹងសម្រាប់ចម្លើយលេខ5 Kachino Kichun wa subete no ryosha ni onachi mon
Onachimono o mochiru ចឹងកន្លែងហ្នឹងវាគឺមិនត្រឹមត្រូវទេណាហើយកន្លែងដែលមិនត្រឹមត្រូវនោះគឺすべてហើយすべてនេះគឺអត់ត្រឹមត្រូវទេមូលហេតុដែលវាអត់ត្រឹមត្រូវគឺអឺតើកាលណានៅក្នុងមណ្ឌលថែទាំហ្នឹងគឺមានចាស់ចាស់ច្រើនប្រភេទផ្សេងគ្នាអញ្ចឹងណាដូចជាអ្នកដែលមានពិការភាពអ្នកដែលអត់មានពិការភាពចាស់ប្រុសចាស់ស្រីអញ្ចឹងទៅតើកាលណាយើងធ្វើការអនុវត្តដូចគ្នាទាំងអស់ទៅវាធ្វើឲ្យអ្នកខ្លះទៅក៏ត្រូវអ្នកខ្លះទៅក៏អត់ត្រូវអញ្ចឹងណាអញ្ចឹងតើកាលណាថែទាំមេរៀនក្នុងKaigo Fukushi របស់យើងហ្នឹងគឺយើងធ្វើការថែទាំទៅលើអ្នកប្រើប្រាស់របស់យើងហ្នឹងក៏យោងទៅតាមសភាពការរបស់គាត់យោងទៅតាមតើគាត់នឹងត្រូវការអីត្រូវការអីអញ្ចឹងនៅកាលណាយោងទៅតាមតែគាត់សភាពការរបស់គាត់ហ្នឹងអញ្ចឹងមនុស្សម្នាក់ម្នាក់ហ្នឹងគឺមានសភាពការខុសៗគ្នាអញ្ចឹងតើណាអ្នកខ្លះមានជំងឺប្រភេទនេះអ្នកខ្លះមានជំងឺប្រភេទនោះអញ្ចឹងទៅតើកាលណាយើងថែទាំអ្នកនេះក៏ដូចអ្នកនោះអញ្ចឹងគឺកន្លែងហ្នឹងគឺវាមិនត្រឹមត្រូវទាំងស្រុងទេអញ្ចឹងហើយបានកន្លែងនេះគឺអឺបាទមិនមែនជាចម្លើយត្រឹមត្រូវទេណាហើយហើយតើអញ្ចឹงយើងសូមចូលមកដល់問題に長所ケアの本質、生きることの意味の中で、一人の人格をケアするとは、最も深い意味でその人が成長すること、自己実現することを助けることである、と述べた人物として、正しいものを一つ選びなさい。はい。តែសម្រាប់問題នេះគឺចង់ឲ្យយើងរើសយកនៅជីនប៊ីតសបានន័យថាគឺជាបុគ្គលដែលបានសរសេរនៅពាក្យថាឬក៏សរភៅបានសរសេរសរភៅដាក់ឈ្មោះថា Care no Honjitsu Ikiru Koto no Imi ហើយអញ្ចឹងនៅក្នុងកន្លែងហ្នឹងគឺគេមាន clear មួយនៅក្នុងសៀវភៅហ្នឹងគឺមាន clear មួយដែលគេសរសេរថា Hitori no Jingaku o Care Suru とは最も深い意味でその人が成長すること、自己実現することを助けることであるហើយតើអញ្ចឹងបើសិនជាយើងអ្នកដែលបានធ្លាប់រៀនមេរៀនពីមុនមកអឺយើងនឹងគ្រាន់តែកន្លែងទៅដឹងថាចម្លើយហ្នឹងគឺជាអ្នកណាឯងអញ្ចឹងឯងតែអញ្ចឹងកន្លែងនេះគឺយើងសូមអានចម្លើយទាំងអស់គ្នាសិនទៅអញ្ចឹង1番គឺកាមីយ៉ាមីអេកូ2番គឺអ៊ីតូガカズオលេខ3គឺフローレンスナイチングルលេខ4គឺមីលតុនមេយ៉ារ៉ូហ្វលេខ5គឺបែងគឺតុនេរីយ៉ាតោះកន្លែងហ្នឹងយើងចម្លើយដែលត្រឹមត្រូវហ្នឹងគឺចម្លើយលេខប៉ុន្មានដែរលេខ4ណាចម្លើយដែលត្រឹមត្រូវគឺលេខ4ហើយតោះអញ្ចឹងយើងមើលទាំងអស់គ្នាហេតុអីបានចម្លើយអឺលេខ4នឹងត្រូវអញ្ចឹងយើងដើម្បីដំបូងឡើយគឺយើងត្រូវស្គាល់យើងត្រូវរៀនមេរៀនជាមុនសិនសម្រាប់អ្នកថ្មីថ្មីប្រហែលជាអត់ដឹងតោះលេខ1 Ichiban Kamiya Mieko នេះគឺគាត់មិនបានសរសេរនៅសៀវភៅដែលមាននៅអត្ថន័យខាងក្រោយនេះទេដែលសៀវភៅដែលនៅក្នុងហ្នឹងមានសរសេរ Hitono Shinkaku no Kei ហ្នឹងណាកន្លែងហ្នឹងគឺគាត់អត់បានសរសេរសៀវភៅហ្នឹងទេហើយសម្រាប់នេះបានគឺ Itoga Kazuo Itoga Kazuo នេះគឺគាត់គឺជាអ្នកទស្សនៈអ្នកទស្សនវិទូម្នាក់ដែរប៉ុន្តែគាត់មិនបានលើកឡើងនៅKeanu Honshitsu Ikiru Koto no Imi ហ្នឹងទេណា Itoga Kazuo នេះគឺគាត់បានលើកឡើងនៅរឿងមួយផ្សេងទៀតដែលតាក់ទងជាមួយហ្នឹង Chiteki Shogai បងជាមួយ Chiteki Shogai នៅស្តុកអីចឹងណា Itoga Kazuo ហ្នឹងគឺគាត់និយាយអំពី Ningen no Hatatsu Hosho កន្លែងនេះគឺគាត់បានលើកឡើងអំពីទស្សនៈឈ្មោះថា Ningen no Hatatsu Hosho ហើយតោះសានបាំងហ្វ្លូរ៉ែនស៊ីណៃឈីងហ្គឺរឺហ្វ្លូរ៉ែនស៊ីណៃឈីងហ្គឺរឺនេះគឺគាត់ក៏មិនមែនជាអ្នកសរសេរសៀវភៅនឹងដែរគាត់បើតាមដែលខ្ញុំដឹងគឺគាត់ហ្នឹងគឺជាគិលានុដ្ឋគិលានុបដ្ឋាយិកានៅក្នុងសម័យសង្គ្រាមលោកលើកទី2គាត់បានខិតខំព្យាយាមព្យាបាលទាហានដែលរងរបួសនៅក្នុងប៉ែកខាងអឺរ៉ុបនោះទេគាត់នេះណាហើយតោះយ៉ងបាំងនេះគឺមេរីតុនមេយ៉ារ៉ូហ្វឺហើយគឺជាចម្លើយដែលត្រឹមត្រូវសភៅដែលឈ្មោះថា Keanu Honshitsu Ikiru no Koto no Imi ហ្នឹងគឺសរសេរដោយបុគ្គលឈ្មោះថា Milton Meyerhofer ហើយអញ្ចឹងនៅក្នុងសភៅហ្នឹងគឺមានអត្ថន័យដូចតែគេសរសេរនៅក្នុងគណៀបនេះអញ្ចឹងយើងព្យាយាមចាំទៅតែកាលណាឃើញពាក្យថា Keanu Honshitsu
Iki ឬក៏ tonoimic ឬក៏ឃើញនៅពាក្យដែលមានសរសេរនៅក្នុងប្រយោគខាងក្រោយនេះគឺត្រូវតែនឹកដល់ឈ្មោះបុគ្គលឈ្មោះថា Meriton Meyarover ហើយតោះ Gobang នេះគឺ Benguto Nerie Benguto Nerie នេះក៏មិនមែនជាអ្នកសរសេរសៀវភៅនឹងដែរគាត់គឺជាបុគ្គលដែលធ្វើការអឺបែងចែកឬក៏មកតូម៉េ normalization ហ្នឹងទៅជា8ចំណុចតោះនេះគឺ Ben គឺ Minere ហ្នឹងគឺគាត់មិនមែនជាអ្នកសរសេរសៀវភៅខាងលើនេះទេមិនមែនជាអ្នកសរសេរសៀវភៅខាងលើនេះទេគាត់គឺជាអ្នកដែលបែងចែក normalization ហ្នឹងឲ្យទៅជា8ចំណុចដែលបន្ទាប់ពីបុគ្គលម្នាក់ឈ្មោះថា Bangku Mukeresen